ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពចាថ្ងៃនេះនាងខ្ញុំខាត់សុខធីមគឺជាតារាចម្រៀងសិល្បករនេះដែលបងប្អូនស្គាល់ហើយចាខ្ញុំគឺជាអ្នកចម្រៀងបែបបុរាណផងសម័យផងក៏ដូចជាពិធីមង្គលការរកស៊ីអីខ្លះចឹងទៅហើយមករយៈនេះឃើញបងប្អូនទាំងអស់គ្នាមានដូចថាមានការតេមកសួរនាំឬមកក៏ឆាតមកសួរនាំខ្ញុំច្រើនពាក់ព័ន្ធមួយការបង្ហោះរបស់ខ្ញុំមួយដែលការបង្ហោះនោះគឺខ្ញុំបង្ហោះជាទូទៅដែលពាក់ព័ន្ធជាមួយនឹងសង្គមជាតិរបស់យើងព្រោះយើងទាំងអស់គ្នាតែងតែឈឺឆ្អាលជាមួយនឹងសង្គមជាតិរបស់យើងដោយមានការឈ្លានពានពីប្រទេសជិតខាងមកលើប្រទេសយើងអញ្ចឹងហើយទាំងខ្ញុំទាំងបងប្អូនគឺមានការឈឺចាប់ដូចនេះហើយយើងមានការបង្ហោះអីចឹងទៅចូលរួមទាំងអស់គ្នាហើយខ្ញុំក៏ធ្លាប់មានការបាត់ account របស់ខ្ញុំដោយសារការបង្ហោះរបស់ខ្ញុំដែរក៏ប៉ុន្តែខ្ញុំជាចៃដន្យអីខ្ញុំមានសំណាងខ្ញុំយកមកវិញបានហើយក៏មានបងប្អូនមួយចំនួនចាគាត់ឆាតមកសួរខ្ញុំដោយមានការយល់ច្រឡំនៅលើផុសមួយចាផុសរបស់ខ្ញុំហើយផុសហ្នឹងគឺជាក់ស្ដែងគឺខ្ញុំផុសជាទូទៅទេចាផុសជាទូទៅទេហើយក៏មានអ្នកយកទៅកាត់តចាអ្នកយកទៅកាត់ត caption ហ្នឹងគឺកាត់តទៅជាមួយនឹងសារព័ត៌មានហើយសារព័ត៌មានហ្នឹងបងប្អូនចូលទៅឆែកមើលទៅឃើញហើយនេះបងប្អូនធ្លាប់ឃើញយ៉ាងទៅនេះចានេះសារព័ត៌មានថ្មីក៏ប៉ុន្តែហ្នឹងគឺជាការ edit កាត់តរូបភាពទេហើយក៏គាត់ទៅសេថាសម្ដេចតេជោប្រមានអ្នកនាងខាត់សុខីមកុំឲ្យញុះញង់បង្កភាពវឹកវរនៅក្នុងសង្គមបើមិនចង់ជាប់គុកដាក់នឹងបងប្អូនខ្ញុំផុសថាចូលយើងជាខ្មែរទាំងអស់គ្នារួមគ្នាបង្ហោះសារចំណងជើងថាថៃឈ្លានពានទឹកដីកម្ពុជាឲ្យបាន17លាននាក់ខ្ញុំផុសហ្នឹងគឺខ្ញុំផុសបន្ទាប់ពីខ្ញុំឃើញពូសយសភាពក៏គាត់បង្ហោះអ្នកផ្សេងក៏គាត់បង្ហោះឲ្យខ្ញុំចិត្តខ្ញុំក៏ខ្ញុំបង្ហោះដែរដោយសារតែមានខាត់សិនមួយនេះហើយទើបធ្វើឲ្យមានអ្នកយកខ្ញុំទៅលាបពណ៌ដោយចោតបែបអញ្ចឹងចាខ្ញុំចង់និយាយទៅដល់បងប្អូនទាំងអស់គ្នាមួយចំនួនដែលគាត់ស្រឡាញ់ខ្ញុំចូលចិត្តខ្ញុំជុំគាត់មានការភួយព្រួយបារម្ភអូយបងប្អូនទាំងអស់គ្នាសម្ដេចពុកលោកអត់មានមកគម្រាមកំហែងឬមួយក៏ថាដាក់សម្ពាធនៅលើខ្ញុំអីទេអានោះខ្ញុំនិយាយតាមត្រង់ដោយសារខ្ញុំតាំងពីតូចមកដល់ធំមកគឺខ្ញុំដូចថាទូទៅបម្រើបងប្អូនទូទៅខ្ញុំនៅតែសំណូមពរបងប្អូនទាំងអស់គ្នាអូយបងប្អូនណានិយាយឲ្យត្រង់ត្មងចាគឺខ្ញុំនៅពេលដែលឃើញបងប្អូនណា screenshot មកសួរខ្ញុំអីចាខ្ញុំមានអារម្មណ៍ថាហើយមិនបានតតណាហ្នឹងចាទាំងខ្ញុំនៅអត់ដឹងខ្លួនក៏ដូចជាទៅថាការលាបពណ៌មួយនេះវាធ្ងន់ធ្ងរខ្លាំងពេកបងប្អូនណានៅពេលដែលគាត់សួរខ្ញុំ1 2 3 4ថារហូតមកដល់ខ្ញុំទុកដល់ពេលវេលារៀងយូរដែរមកដល់ស្មាននេះចាដាច់ខាត់ខ្ញុំត្រូវតែចេញនិយាយដើម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំហើយយល់ច្រឡំមិនត្រឹមតែយល់ច្រឡំធម្មតាទេគឺយល់ច្រឡំរហូតដល់ថ្នាក់ដឹកនាំដូចនេះហើយខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់គ្នាបែកបាក់សាមគ្គីគ្នាទេខ្ញុំឃើញតាំងពីមានចៅឈ្លានពានប្រទេសយើងមកបងប្អូននៅឃើញបងប្អូនស្រឡាញ់គ្នាគឺរាប់អានគ្នាខ្ញុំឃើញនឹងផ្ទាល់នឹងភ្នែកអារម្មណ៍ខ្ញុំឲ្យដឹងថាប្រទេសកម្ពុជារបស់យើងគឺមានតែ17លានអ្នកជាងមែនប៉ុន្តែគឺពួកយើងសហការគ្នាស្រឡាញ់គ្នារួបរวมសាមគ្គីគ្នាជឿជាក់លើឋានៈដឹកនាំគឺខ្លាំងមែនទែនអញ្ចឹងហើយខ្ញុំនៅតែសនំពរបងប្អូនទាំងអស់គ្នារួបរวมគ្នាបងប្អូនដើម្បីជាធ្លុងមួយជួយដល់សង្គមជាតិរបស់យើងទោះបីយើងអត់មានលុយជួយគាត់ឬមកក៏អត់មានអ្វីដែលថារឿងដុំកភួនជួយតែយើងត្រឹមតែសហការគ្នាស្រឡាញ់គ្នាសាមគ្គីគ្នានេះគឺល្អបំផុតហើយចាបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយសិល្បៈខ្មែររបស់យើងរីកលូតលាស់បានដោយសារតែជីវភាពរបស់ប្រជាជនទូទៅដែរបើសិនជាសិល្បៈខ្មែរយើងដូចថាល្អមែនមានសមត្ថភាពមែនតែជីវភាពប្រជាជនយើងទូទៅអត់មានលទ្ធភាពជួលទេក៏យើងមិនដឹងថារីកចម្រើនទៅយ៉ាងម៉េចចាខ្ញុំបានរីកចម្រើនមកទល់សពថ្ងៃនេះដោយសារតែមានបងប្អូនជាទស្សនិកជនបានគាំទ្រហើយជាពិសេសទៀតគឺថាគាំទ្រនៅអ្វីដែលខ្មែរមានក៏ដូចជាគាំទ្រនៅអ្វីដែលខាត់សុខីមបានធ្វើរហូតតាំងពីដើមរហូតមកដល់ពេលនេះចាថ្ងៃនេះខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនមានសេចក្តីសុខសេចក្តីចម្រើនពិសេសនាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំចាសូមជូនពរឲ្យមានសុខភាពល្អដឹកនាំនាវាកម្ពុជាបានដល់ត្រូវសុភមង្គលចាជូនពរបងប្អូនឲ្យមានសុខភាពល្អហើយខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាចាគោរពបងប្អូនទាំងអស់គ្នាចាអរគុណច្រើន